សុបមកទៀតហើយបងសុបមួយនេះគឺមកបែបប្លែកហ្មងជូហិលនិយាយពីថាឆ្ងាញ់នោះឆ្ងាញ់ធ្លាប់សាកនៅសុបត្រីក្រហមបងណាធ្លាប់សាកតាមខ្ញុំទៅនេះឲ្យរសជាតិឲ្យអ៊ុយហ្មង10 លើ 10ឲ្យទៅលឺភាគថាសុបគឺគ្រឿងវាអត់មានតិចទេដឹងតែកាពេកកប៉ុករៀងច្រើនតិចហើយប៉ុន្តែសុបត្រីក្រហមមួយនេះខ្ញុំមានត្រីក្រហមប៉ុណ្ណាណីតែមិនធ្វើទាំងអស់ទេដោយសារតែខ្ញុំញ៉ាំតែពីអ្នកប្តីពុនហ្នឹងអញ្ចឹងយកតែពីកង់មកគឺធ្វើគ្រប់ហើយគ្រឿងផ្សំឲ្យដូចច្រើនដូចមិនច្រើនហ្មងទេហើយបើតិចក៏វាមិនតិចហ្មងដែរមកល្មមមានខ្ទឹមសខ្ទឹមក្រហមដេងស្លឹកក្រូចស្លឹកគ្រៃហើយនឹងម្ទេសឆ្អើរនឹងឯងដេងខ្ញុំហាន់ជាប្រទេសស្លឹកគ្រៃខ្ញុំកាត់ជាពីរបែបហ្នឹងចំណែកខ្ទឹមសគឺយើងយកមកច្រាំតែប៉ុណ្ណឹងមកគឺហើយបងហើយយើងបន្ថែមនៅសាច់គោបន្តិចបងដាក់ប្រហិតថែមក៏បានដែរបើអត់មានក៏អត់អីដែរព្រោះត្រីក្រហមវាមានជាតិស្រាប់ហើយបងប៉ុន្តែគាត់ហាបើយើងមានវារត់តែឆ្ងាញ់អញ្ចឹងបន្លែខ្ញុំប្រើតែ3មុខឯងបងមានជាមួយនឹងស្ពៃតឿតកួនហើយនឹងស្ពៃបូកូបើមានផ្សិតមួយមុខទៀតរត់តែល្អតែងាយខ្ញុំរត់ទិញអត់បានឥឡូវមកចាប់ដើមធ្វើទឹកស៊ុបងាយជាមួយនឹងខ្ញុំទៅបងឡើយយើងដាក់ខ្លាញ់ឲ្យរៀងក្តៅហើយយើងដាក់ខ្ទឹមសចូលបំពងខ្ទឹមសឲ្យឡើងឈ្ងុយបងបន្ទាប់ពីហ្នឹងមកទៀតអត់មានអីទេគឺដាក់ម្ទេសក្រហមរបស់យើងឬក៏ម្ទេសឆ្អើរហ្នឹងចូលហើយរំលីងវាឲ្យឡើងពណ៌ឲ្យក្រហមខ្លាំងមកបងកាន់តែក្រហមកាន់តែខ្លាំងតែកុំឲ្យក្រហមរហូតដល់ខ្លោចយកតែមកឈ្ងុយមកបានហើយបន្តមកទៀតចាក់គ្រឿងកាប៉េកប៉ុករបស់យើងនឹងចូលរំលីងជាមួយគ្នាឲ្យឡើងក្លិនឈ្ងុយជះក្លិនមែនទែនចឹងហើយទៅយើងចាក់ទឹកចូលបន្ទាប់ពីចាក់ទឹកចូលហើយអត់មានអីទេគឺរងចាំទឹកឲ្យពុះនឹងឯងបន្ទាប់ពីពុះពីនឹងមកគឺយើងចាប់ផ្ដើមយកត្រីក្រហមដាក់ត្រីក្រហមយើងដាក់ចូលប្រហែលតែ5នាទីឯមកគឺឆ្អិនហើយបងប៉ុន្តែព្រោះឲ្យយើងត្រូវដាក់មកម្ដងទៀតនៅពេលដែលយើងញ៉ាំហ្មងចឹងកុំដាក់ឲ្យវាឆ្អិនពេកកាលណាឆ្អិនពេកក៏អត់ឆ្ងាញ់ដែរបន្ថែមពីនឹងមកទៀតគឺយើងដាក់នៅទឹកប៉េងប៉ោះហើយលួចនៅទឹកខ្មេះបន្តិចបងបន្ទាប់ពីនឹងមកគឺម្សៅស៊ុបរ៉ូឌីប៊ីចេងស្ករហ្នឹងដាក់មកចូលល្អស់មកហើយភ្លក់រសជាតិឲ្យត្រូវបងរសជាតិវារៀងជូរអែមហឹរតិចចឹងបន្ទាប់ពីដាក់គ្រឿងកាប៉េកប៉ុកមកឃើញថាទឹកស៊ុបរបស់យើងគឺមានរសជាតិល្មមឆ្ងាញ់ហើយអញ្ចឹងខ្ញុំចាប់ផ្ដើមស្រង់នៅគ្រឿងទាំងអស់ហ្នឹងចេញដើម្បីពេលញ៉ាំកុំឲ្យវាមានការរំខានតែបើបងដាក់ញ៉ាំជាមួយគ្នាក៏អត់អីដែរចុងក្រោយគេគឺយើងចាប់ផ្ដើមចាក់នៅតែដោះគោឆៅបងហើយនៅពេលដែលដល់ពេលញ៉ាំហ្នឹងគឺដាក់បន្លែចូលនឹងឯងបងតែប៉ុណ្្នឹងញ៉ាំបានហើយស៊ុបមួយឆ្នាំងនេះបើថាឲ្យពិបាកក៏អត់ពិបាកដែរតែបើថាឲ្យស្រួលពេកក៏មិនសូវស្រួលដែរបើគ្រឿងកាប៉េកប៉ុកវាច្រើនយើងត្រូវការចំណាយពេលធ្វើរៀងយូរដែរអញ្ចឹងឥឡូវដល់វគ្គញ៉ាំទាំងអស់គ្នាហើយមកបងមកញ៉ាំជាមួយខ្ញុំទាំងអស់គ្នាងាយមែនទែនគឺយើងយកសាច់គោរបស់យើងហ្នឹងយកមកជ្រលក់ដាក់ចូលក្នុងស៊ុបហ្នឹងឯងឥឡូវមកបងហើយទឹកជ្រលក់អត់មានអីទេគឺដដែលទឹកតាហ៊ូជាមួយទឹកត្រីកោះកុងជា favorite របស់ខ្ញុំហើយមកឥឡូវបងចាប់ផ្ដើមញ៉ាំជាមួយខ្ញុំទាំងអស់គ្នាយើងចាប់សាច់គោមុនកុំឲ្យវាឆ្អិនពេកបញ្ញាបងតែប៉ុណ្្នឹងបានហើយឥឡូវដល់វគ្គយើងញ៉ាំជាមួយនឹងត្រីក្រហមតែម្ដងត្រីក្រហមមានជាតិខ្លាំងណាស់យកមកធ្វើអីក៏ជាតិដែរខ្ញុំនិយាយមែនថាចង្ហុយអាំងស៊ុបអំបិលម្ទេសអីហ្នឹងអូយត្រូវទាំងអស់ហ្មងឥឡូវវីដេអូយើងចាប់តែប៉ុណ្្នឹងឯងបងមើលឲ្យកុំភ្លេចធ្វើតាមផងណាងាយស្រួលទេហើយជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើនបងសម្រាប់ការទស្សនារហូតដល់ចប់បាយជួបគ្នានៅវីដេអូក្រោយ